ជំរាបសួរលោកគ្រូតាលោកយាយលោកគ្រូអ្នកគ្រូនិងមិត្តប្រធរទាំងអស់គ្នាជាកិច្ចចាប់ផ្ដើមមុនការអានគម្ពីរពលិនគរកាយខ្ញុំបាទសូមនមស្ការដោយសទ្ធាជ្រះថ្លាថ្វាយបង្គំចំពោះព្រះរតនត្រ័យព្រះគ្រូដាស៊ីរាណារណ្ដានិងលោកគ្រូតាធម្មចាព្រំកេសានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធាំសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃំសរណង្កច្ឆាមិកម្មវិធីអានគម្ពីរពលិនគរកាយភាគទី1ទំព័រទី145ដល់ទំព័រទី149ស្រាវជ្រាវនឹងរៀបរៀងចងក្រងដោយលោកយាយនិងបុប្ផានិងលោកគ្រូតាធម្មចាព្រំកេសារៀបរៀងផ្សព្វផ្សាយប្រធរជាសម្លេងដោយសមាគមសមាធិចម្រើនឈានព្រំកេសាកាយបាបរបស់នរក8រណ្ដៅរួមមាន1សញ្ជីវនរកប្រែថានរកមានជីវិតរស់ឡើងឯងមានន័យថានៅក្នុងឋាននរកនេះពួកនាយនិរយបាលចាក់កាប់សត្វនរកទាំងឡាយដោយលំពែងដាវកំបិតពូថៅដែលនៅក្នុងភ្លើងឆេះដាច់សាច់ជាដុំតូចធំលុះស្លាប់ទៅភ្លាមមានខ្យល់មួយត្រជាក់បក់មកត្រូវកាលណាក៏រស់ឡើងវិញប្រងព្រាតទៀតហើយពួកនរយបាក៏ចាប់ផ្ដើមចាក់កាប់ដូចមុនមិនជប់ឈរការធ្លាក់នរកនេះពីព្រោះទោសសម្លាប់សត្វលួចទ្រព្យគេបុករុកយកដីគេក្នុងឋាននរកនេះពួកសត្វនរកមានអាយុខៃ500ឆ្នាំទឹកស្មើនឹង9លានឆ្នាំមនុស្សមួយថ្ងៃមួយយប់របស់នរកនេះស្មើនឹង50ឆ្នាំមនុស្ស2កាលសតៈនរកប្រើថានរកមានខ្សែបន្ទាត់អំបោះខ្មៅមានន័យថានៅក្នុងឋាននរកនេះមាននាយនិរយបាលចាប់សត្វនរកឲ្យដេកតម្រៀបគ្នាហើយទាញខ្សែសរសៃដៃខ្មៅវិញចូលគ្នាដែលភ្លើងកំពុងឆេះវាយសង្កត់ពីលើខ្លួនត្រូវដាច់ខ្លួនជា2 3កំណាត់ហើយរស់ឡើងវិញទោសធ្លាក់នរកនេះពីព្រោះចងសត្វឲ្យស្លាប់ក្រុងសត្វឲ្យស្លាប់ចិត្តមិនទៀងត្រង់នឹងគ្នាប្រព្រឹត្តខុសច្បាប់វិន័យកាត់ដៃជើងច្រមុះត្រចៀកសត្វដតីនរកនេះមានអាយុខែ1000ឆ្នាំទឹកស្មើនឹង3កោដ6លានឆ្នាំមនុស្សមួយថ្ងៃមួយយប់ក្នុងនរកនេះស្មើនឹង100ឆ្នាំមនុស្ស3សង្ឃាដនរកប្រើថានរកឃ្នៀបឬនរកត្បុតនរកគៀបនរកនេះមានភ្នំដែក2ឆេះភ្លើងហើយប៉ះទង្គិចគ្នារាល់ថ្ងៃហើយសត្វនរកខ្ទេចខ្លួនដូចគេបុកអង្ករហើយកើតឡើងវិញដដែលក្នុងកន្លែងខ្លះត្បុតសត្វនរកដោយដំបត់ដែលឆេះភ្លើងដូចគេត្បុតត្រីទោសធ្លាក់នរកនេះពីព្រោះវាយសំពងគេឲ្យបានទទួលទុកខ្លាំងលបគប់គេលបចោលលបចាក់កាប់គេខ្លះត្បុតគៀបសត្វទាំងរស់ខ្លះប្រើសត្វបង្អត់អាហារខ្លះនៅក្នុងឋាននរកនេះពួកសត្វនរកមានអាយុខៃ2000ឆ្នាំទឹកស្មើនឹង19កោដ40សែនឆ្នាំមនុស្សមួយថ្ងៃមួយយប់នរកនេះស្មើនឹង200ឆ្នាំមនុស្ស4រោរុវនរកប្រើថានរកមានសម្រែករោស្រាឋាននរកនេះមានផេះក្តៅនិងមានផ្សែងផងមានបំពួកសត្វនរកបានបំពួកសត្វនរកឲ្យកើតក្តៅផ្សាឈឺចាប់ស្រែករោទាំងយប់ទាំងថ្ងៃស្មើទោសធ្លាក់នរកនេះមកពីប្រវាញ់យកដីធ្លីគេពង្រត់យកប្រពន្ធគេដណ្ដើមយកទ្រព្យគេយករបស់ដែលគេប្រគិនសង់ជាដើមពួកសត្វនរកនេះមានអាយុខែ4000ឆ្នាំទឹកស្មើនឹង57កោដ60សែនឆ្នាំមនុស្សមួយថ្ងៃមួយយប់នៃនរកនេះស្មើនឹង400ឆ្នាំមនុស្ស5មហារោរុវនរកប្រើថានរកមានសម្រែករោខ្លាំងនៅក្នុងឋាននរកនេះមានផ្កាឈូកដែលឆេះភ្លើង
ដែលសត្វនរុនៅក្នុងផ្កាឈូកនោះត្រូវភ្លើងក្តៅគោបំរាស់នៅនាលស្ទុះប្រងឡើងត្រូវនាយនិរយបាលចាក់កាប់រាល់ថ្ងៃគ្មានស្រាកហើយស្រេចរកងរំពងជានិច្ចទោះធ្លាក់នរុនេះមកពីលួចទ្រព្យពុទ្ធបូជាធម្មបូជាសំបូជាបៀតបៀនសត្វនិងមនុស្សដោយយកភ្លើងដុតផ្ទះគេលួចទ្រព្យម៉ែឪលួចទ្រព្យគ្រូបាធ្យាយប្លន់អ្នកស្រុកថានរុនេះមានអាយុខៃ 8,000 ឆ្នាំទឹកស្មើនឹង230កោដ40សែនឆ្នាំមនុស្សមួយថ្ងៃមួយយប់នៃនរុនេះស្មើនឹង800ឆ្នាំមនុស្ស6បតននរុប្រែថានរុកម្ដៅស្រាលឬឆ្អាលថានរុនេះពួកនិរយបាលចាប់សត្វនរុបោះទៅលើចម្រងដែកចង្អាលដែកសុទ្ធតែភ្លើងឆេះប៉ុនដើមត្នោតហើយត្រូវក្តៅឆេះក្រហល់ក្រហាយខ្លួនប្រាណពួកនិរយបាលចាក់កាប់រុកខ្វេះដូចគេដុតខ្មោចទោះធ្លាក់នរុនេះមកពីចាក់កាប់មនុស្សសត្វទាំងរស់ដុតព្រៃភូមិស្រុកដុតសត្វទាំងរស់ថានរុនេះមានអាយុខៃ 16,000 ឆ្នាំទឹកស្មើនឹង921កោដ6សែនឆ្នាំមនុស្សមួយថ្ងៃមួយយប់ក្នុងនរុនេះស្មើនឹង1,600ឆ្នាំមនុស្ស7មហាតាបននរុប្រែថានរុដុតកម្ដៅខ្លាំងនរុនេះមានភ្នំភ្លើងជាវិការៈនៃដែកច្រើនដេដាពួកនាយនិរយបាលដេញចាក់សត្វនរុស្ទុះរត់ទៅកាន់ទិសតូចទិសធំឡើងលើភ្នំភ្លើងត្រូវភ្លើងឆេះក្តៅក៏អន្ទះសាហាមាត់ក្តៅងុំជុំខ្លួនរត់ពួនចុះពួនឡើងត្រូវប៉ះតែភ្លើងដរាបអស់អាយុខៃទោះធ្លាក់នរុនេះពីព្រោះតែដេញសត្វដេញមនុស្សចាក់កាប់ដេញសត្វឲ្យធ្លាក់ជ្រោះរណ្ដៅអន្លង់ឲ្យត្រូវភ្លើងត្រូវអាវុធជាដើមអាយុខៃនរុនេះមានកន្លះកាប់8អវិជ័យនរុប្រើថានរុអណ្ដាតភ្លើងថានរុនេះមានផែនដីដែកឆេះភ្លើងធ្វើឲ្យសត្វនរុក្តៅឆេះខ្លោចសត្វសាច់ឈាមបានទុកវេទនាយ៉ាងទីរណាស់សំដូចនិទានអំពីភិក្ខុទេវទត្តក្នុងគម្ពីរធម្មបទខុទ្ទកនិកាយថាភិក្ខុទេវទត្តបានធ្វើអំពើយ៉ាងសាហាវដ៏អាក្រក់ក្នុងព្រះពុទ្ធសាសនាមានប្រទុះចំពោះព្រះសាស្តាជាដើមបានប្រឆាំងពេញទីចំពោះព្រះពុទ្ធដោយផលកម្មអាក្រក់នេះត្រូវព្រះធរណីស្រូបទៅធ្លាក់ដល់នរុអវិជ័យនេះទាំងរស់តែម្ដងទោះធ្លាក់នរុនេះមកពីប្រទុះអ្នកមានគុណធ្វើបាបអ្នកមានសិលប្លន់ដុតផ្ទះសម្លាប់គេឬក៏ធ្វើអនន្តរយកម្ម5គឺសម្លាប់មេដាមួយសម្លាប់បិតាមួយសម្លាប់ព្រះអរហន្តមួយធ្វើឲ្យលោហិតរបស់ព្រះពុទ្ធហូរចេញមួយបំបែកសង្ឃមួយឋាននរុនេះមានអាយុខៃ1កាប់តទៅដតីអំពីឋាននរុធំ8រណ្ដៅនោះមកមានឧសតនរុ4ជាបរិវារនរុធំនោះនៅព័ទ្ធជុំវិញកំពែងជញ្ជាំងខាងក្នុងនរុធំមួយមានឧសតនរុ4ត្រូវជា16ពួកសត្វនរុបើរើខ្លួនកិច្ចរត់ពីដៃនាយរយនិបានកគង់មិនរួចពីឧសតនរុដែរឧសតនរុ4 1គុដ្ឋនរុប្រែថានរុលីមុ2កុកលនរុប្រែថានរុផេះក្តៅ3អសិបតវិននរុប្រែថានរុព្រៃមានស្លឹកជាដាវ4វេតរណីនរុប្រែថានរុផ្ដៅឬស្ទឹងទឹកប្រៃទោធ្លាក់នរុនេះមកពីបោកគេស៊ីចាយផឹកសរានិងមេរ័យកុហកភូតភើគេបង្អកថ្នាំពឹសសត្វជ្រមុជសត្វពន្លិចទឹកឲ្យស្លាប់មានអាហារភោជនកំណាញ់មិនឲ្យទៀនកំណាញ់ទឹកបន្ទាប់អំពីឧសតនរុ4ដែលនៅអ
មនៅរុធំក្នុងកំពែងជញ្ជាំងនោះមកគឺនៅខាងក្រៅកំពែងជញ្ជាំងនៅរុធំនោះមានយមលោកនៅរុ10ស្ថិតនៅគ្រប់ជ្រុងទាំង4នៃនៅរុធំក្នុងមួយជ្រុងមាន10យមលោកនៅរុបើតាមន័យនេះក្នុងនរុធំមួយមានយមលោកនរុ40នៅជាបរិវារផ្នែកខាងក្រៅជញ្ជាំងនរុធំនោះឯងយមលោកនរុ10គុណនឹង4ស្មើ40 1. លោហៈកំភីនរុប្រែថានរុផ្ទះទុងដែង 2. សីវលីវនៈនរុឬសពលីនរុប្រែថានរុព្រៃឈើដើមរកា 3. អសេនខនរុប្រែថានរុមានក្រចកជាដាវ 4. តំពោតកនរុប្រែថានរុទឹកទុងដែង 5. អយោគុលនរុប្រែថានរុដំដែក 6. បង្សកបបតនរុបង្សកបបតៈប្រែថានរុភ្នំទង្គិច 7. ទុសៈទោសៈនរុប្រែថានរុរងើតភ្លើង 8. សេតលនរុប្រែថានរុត្រជាក់ 9. សុអ្នកខនរុប្រែថានរុឆ្កែ 10. យន្តបាសាននរុប្រែថានរុថ្មយន្តសត្វនរុទាំងនោះបើស្ទុះទៅកាន់ទិសណាក៏ទ្វារក្នុងទិសនោះត្រូវបិទជិតឯងដោយស្វ័យប្រវត្តិសត្វនរុទាំងនោះសុទ្ធតែមានសេចក្តីប្រាថ្នាដើម្បីស្វែងរកច្រកចេញប៉ុន្តែมันអាចចេញបានព្រោះកម្មជាបច្ច័យបាបកម្មសត្វនរុទាំងនោះមានផលច្រើនយ៉ាងដែលខ្លួនបានធ្វើហើយមិនទាន់ដល់ពេលកំណត់ក៏ត្រូវនៅទទួលរហូតដល់ចប់បុគ្គលដែលបានសម្លាប់មនុស្សដោយខ្លួនឯងក្តីឬក៏បានបញ្ជាឲ្យគេសម្លាប់មនុស្សដោយប្រយោលក្តីលុះក្រោយពីស្លាប់ទៅក៏បានទៅកើតនៅក្នុងនរករងមហាទារុណកម្មខ្លោចផ្សាដោយយូរលង់